សូមជម្រាបសួរអ៊ំពូមីងទាំងអស់គ្នានេះជាវីដេអូម្ដងទី1ដែលខ្ញុំចង់និយាយពីការធ្វើទ្រង់មេបងប្អូនអរគ្នានេះគឺជាទ្រង់សម្រាប់មេកពូនរបស់យើងណាបងប្អូនអរគ្នាបើសិនជាបងប្អូនដែលគាត់បានរៀបចំគម្រោងឬមួយក៏មានគម្រោងចង់ធ្វើជាទ្រង់មេដើម្បីកើតគូនណាបងប្អូនហើយទ្រង់របស់យើងមានអាចធ្វើដូចក្នុងរូបនេះក៏បានណាបងប្អូនអរគ្នានេះគឺជាទ្រង់មេសម្រាប់កើតគូនណានេះគេហៅគ្នាបទ្រង់គៀបមេដើម្បីកើតគូនសម្រាប់ទ្រង់យើងមួយនេះគឺងាយស្រួលដល់មែនទេសម្រាប់អ្នកដែលមានមេគូបងប្អូនទី1ធ្វើឲ្យគូរបស់យើងអត់ឲ្យមេជឿនឬក៏គៀបទេបងប្អូនធ្វើឲ្យគូយើងមានសុខភាពទី2ធ្វើឲ្យយើងអត់អត់ហត់ក្នុងការមើលថែទេអត់បាក់ដេកចាំពី3យប់ទេប៉ុន្តែការកើតកូនដំបូងឡើយយើងអាចនៅចាំមួយយប់បានណាជួយមើលតែញោមមេក្មេងឬក៏មេចាស់ពេលដែលកាត់ដេកទៅស្កាត់កូនស្កាត់អីអញ្ចឹងណាបងប្អូនអរគ្នាតែពេលចៅយើងជួយមើលជួយថែគាត់ណាបងប្អូនអរគ្នាយើងកុំទុកកាត់ចោលកាត់កូនបានមួយយប់ចាំយើងចូលកាត់ទៅបើសិនជាយើងមើលទៅឃើញគាត់ចេះប្រុងប្រយ័ត្នហើយអូខេបងប្អូនទាំងអស់គ្នាសម្រាប់ទ្រង់មេរបស់យើងបើសិនជាយើងគុណជាប្រវែងទទឹងបដ យបងប្អូនដូចជាទទឹងវាអាចជា2ម៉ែត្រកន្លះទៅ3ម៉ែត្រណាបងប្អូនបើសិនជាយើងធ្វើ3ម៉ែត្រវាទៅលាយប៉ុន្តែបើយើងធ្វើ2ម៉ែត្រឬក៏1ម៉ែត្រ8វាទៅតាមចិត្តជើងអ្នកធ្វើបងប្អូនសម្រាប់ទ្រង់របស់យើងបើសិនជាមេធំយើងអាចធ្វើ7តឹកទៅ8តឹកបានបងប្អូនប៉ុន្តែបើមេទូយើងអាចធ្វើ6តឹកបានណាក្នុងអានេះគេហៅទ្រង់ទៀតមេណាបងប្អូនអានេះសម្រាប់មេទូចដាក់ទៅវាកលុងតែក៏អត់អាចបត់ក្បាលទៅក្រោយបានដែរប៉ុន្តែបើមេធំគឺលំមអាទៅ3តឹកនេះបងប្អូនហើយសម្រាប់sled របស់យើងបើសិនជាបងប្អូនដាក់ដូចខ្ញុំចេះគឺយើងទៅនឹង sled អានេះ sled នេះຂະຫນາດវាដូចជា455ឯបងប្អូនខ្ញុំភ្លេចហើយប៉ុន្តែអានេះអាតូចបើសិនជាយើងធ្វើនេះធ្វើចាក់សាបដូចខ្ញុំអញ្ចឹងបងប្អូនតាមពិតក្បួនខ្នាតរបស់គេវាមានពុំមានអីរបស់គេនេះអាកន្លែងមេដេណាប៉ុន្តែខ្ញុំអត់ចង់ចំណាយលុយច្រើនក៏ខ្ញុំចាក់សាបធម្មតាទៅកុំអោយអស់លុយច្រើនអានេះគឺជាការសន្សំចៃរបស់ខ្ញុំទេបងប្អូនអាគ្នាប៉ុន្តែតាក់ទងនឹង sled បើសិនជាបងប្អូនដាក់អានេះដូចជា3តឹកបងប្អូន3លា3តឹកហើយយើងដាក់អានេះ55មានន័យថាកន្លះម៉ែត្រជាងកន្លះម៉ែត្រមកហើយយើងចំណាយ sled 1 2 3 4 sled បើសិនជាខាងនេះអានេះតាមពិតយើងត្រូវដាក់8 sled ប៉ុន្តែដោយសារតែយើងមានអត់មកចាហូនេះហើយយើងដាក់អស់តែ4 sled ទេតែពេលសងខាងអស់8 sled អញ្ចឹងណាបងប្អូនប៉ុន្តែបើសិនជាយើងមានខាងនេះទួយើងអាចថែមខាងនេះ8 sled ខាងនេះ4 sled ទៀត2ចូល12 sled មានន័យថាក្នុងមកទ្រង់នេះបើសិនជាយើងអត់មាននេះអត់មានអាស៊ីម៉ុងមកចាស់មក sled នេះទេគឺយើងប្រើ sled អស់ដល់12បងប្អូនប៉ុន្តែបើយើងមានហើយយើងប្រើតែ8 sled ទេប៉ុន្តែជាទូទៅយើងប្រើ12ទៅបានទំហំនៃកន្លែងពូនលេងបងប្អូនលេងដាក់ដូចអានេះកន្លែងទីចដីរបស់យើងបងប្អូនឃើញអត់ដល់ពេលចាស់ទៅធ្វើឲ្យជូបរបស់យើងកូនជូបរបស់យើងវារត់លេងទលាយអញ្ចឹងណាវាអត់ទៅ stress តែសម្រាប់អ្នកចង់បានទលេយើងអាចធ្វើធំជាងនេះក៏បានតែបើសិនជាអ្នកបងប្អូនយើងមានកន្លែងធំប៉ុន្តែសម្រាប់ខ្ញុំធ្វើតែប៉ុណ្ណេះបងប្អូនយើងសរៀងគ្នាវាអស់លុយតិចហើយចង់និយាយថាអស់ sled តិចទៀតអញ្ចឹងណាគឺញ៉ាំបងប្អូនពេលយើងដាក់ធំចេះវាមានកន្លែងសម្រាប់កូនដេកលេងរត់លេងមកបងប្អូនកាំងនោះផងរត់ចិនក្បាលម៉ែតាំងពីទូទៅធោះវាយប់ងាកយប់មិញវាទៅរត់មកចិនក្បាលម៉ែគេដេកអាពីដាក់មកមួយហើយនោះរត់ទៅមកនិយាយទៅដូចគ្នាបងប្អូនហើយសម្រាប់ទ្រង់របស់ខ្ញុំគឺខ្ញុំទ្រង់ទូចប៉ុន្តែខ្ញុំសំចៃកន្លែងបងប្អូនអានេះកន្លែងដើររបស់យើងប៉ុណ្ណេះដើរមកស្រួលបញ្ចេញមេជូបញ្ចូលមេជូស្រួលហើយសម្រាប់ទ្រង់របស់យើងដូចខ្ញុំគឺមានកលឹះមុខនិងកលឹះក្រោយយើងធ្វើវគ្គក្រោយយើងធ្វើកលឹះមុខកលឹះក្រោយវាស្រួលបងប្អូនបើយើងធ្វើតែកលឹះក្រោយអត់កលឹះមុខក៏យ៉ាប់ដែរក្នុងការចេញចូលអញ្ចឹងណានិយាយទៅយើងកែច្នៃទៅតាមអ្វីដែលយើងអាចធ្វើទៅបានអូខេសម្រាប់វីដេអូនេះសូមអរគុណបើសិនជាបងប្អូនស្រឡាញ់ពេញចិត្តចាំជួយធ្វើការ Subscribe ឲ្យខ្ញុំម្នាក់មួយផងណាបងប្អូនគ្នាអរគុណច្រើននិយាយទៅវីដេអូចែករំលែករបស់ខ្ញុំជាអត់ខ្វះក្បាយទេបងប្អូនបានតែប៉ុណ្ណេះដែរប៉ុណ្ណេះទេអរគុណច្រើនសម្រាប់ការតាមដានវីដេអូរបស់ខ្ញុំអរគុណ